ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកបង្ហាញពុកម៉ែបងប្អូនពីmenu ដែលខ្ញុំលក់ដាច់ជាប្រចាំបងប្អូនខ្ញុំនឹងបង្ហាញមួយវាជា menu មួយដែលខ្ញុំតែងតែលក់ដាច់ជាប្រចាំហ្មងសម្រាប់រូបមន្តទាំងប្រហែលនៅក្នុងវីដេអូហ្នឹងបងប្អូនជាដំបូងគឺយើងមានរូបមន្តជាមួយនឹងកាហ្វេបងប្អូនខ្ញុំប្រាប់បងប្អូនតាមលំដាប់លំដោយដែលនេះខ្ញុំកំពុងតែឆុងអញ្ចឹងណាបងចាំណូតតាមហ្នឹងទៅដំបូងគឺយើងត្រូវការជាមួយនឹងកាហ្វេក្តៅបងចាសម្រាប់កាហ្វេក្តៅនេះគឺខាងបងអូនប្រើកាហ្វេចំនួន2 shot បងហើយជាទូទៅជាតិផ្អែមដូចតែគ្នាកណ្ដាលបងជាតិផ្អែមសម្រាប់កាហ្វេក្តៅគឺ100%គឺខ្ញុំប្រើ40 ml ទៅមកគាត់ផ្អែមតិចជាងនឹងទៅចាំជាងនឹងយើងអាចបន្ថែមបន្ថយតាមនឹងអញ្ចឹងបងប្អូនហើយសម្រាប់ទឹកកាហ្វេគឺខ្ញុំយក120 ml បងព្រោះសម្រាប់កាហ្វេនេះគឺការរបស់នេះខ្ញុំគឺការលេខ8 ounce ណាបងខ្លះគាត់ប្រើជាមួយនឹងកៅលេខ12 ounce ឬក៏9 ounce នេះចឹងទៅប៉ុន្តែកៅនេះខ្ញុំនេះគឺកៅ8 ounce ហ្នឹងបងឥឡូវវាជាការស្រេចតែយើងឲ្យគ្នាបាននៅក្នុងហ្នឹងខ្ញុំបញ្ជាក់បងម្ដងទៀតសម្រាប់កាហ្វេទឹកដោះគោក្តៅគឺនៅខ្ញុំប្រើកាហ្វេចំនួន2 shot យកទឹកកាហ្វេចំនួន120 ml ហើយជាផ្អែម 100% គឺយើងប្រើទឹកដោះគោខាប់40 ml បងប្អូនចង់លាយជាមួយទឹកស្ករ10 ml អីក៏បានតែបងប្អូនត្រូវទឹកដោះគោខាប់អញ្ចឹងណាបងប្អូនហើយយើងប្រើជាមួយនឹងទឹកដោះគោ carnation ស្រោចពីលើបន្តិចដូចទឹកដោះគោស្រស់ដែរប៉ុន្តែគាត់ថាវាខុសគ្នាតែមានទឹកកកអត់ទឹកកកឲ្យបងតោះឥឡូវយើងមកមើលពីវិធីឆុងតែក្រូចឆ្មាតាំងពណ៌ក្រហមតាំងពណ៌បៃតងគឺរបៀបឆុងដូចគ្នាបងប្អូនគាត់ណាខុសតែពណ៌ទេ100%ជាតិផ្អែមគឺយើងប្រើស្ករចំនួន3ស្លាបព្រាហ្នឹងស្ព្រាបាយក៏បានស្ព្រា10 ក្រាមដូចនេះខ្ញុំបោះក៏បានបងប្អូនយើងប្រើទឹកតែ120ស្ករស3ស្លាបព្រាបាយហើយទឹកក្រូចតែឬក៏ក្រូចឆ្មាហ្នឹងចំនួន40 ml បងប៉ុណ្ណឹងយើងធ្វើការកូរវាមកកូរតែបងប្អូនព្យាយាមកូរវាឲ្យលាយស្ករបន្តិចណាបើមិនក្នុងករណីតែបងប្អូនតិចបើមិនអត់លាយស្ករពេលគ្នាគាត់ញ៉ាំទៅគាត់ញ៉ាំអស់ដល់សល់តែបាតខាងក្រោមអញ្ចឹងវាអត់ល្អហ្មងនេះអញ្ចឹងបងប្អូនកូរឲ្យវាលាយអស់ចាំយើងដាក់ទឹកកកលើកជូនភ្ញៀវសុខចិត្តឲ្យភ្ញៀវបានញ៉ាំឆ្ងាញ់តែគាត់បានចាំគាត់ស្គីគាត់ចាំបន្តិចតែបានរសជាតិឆ្ងាញ់មួយអញ្ចឹងណាបើយើងបញ្ញាប់ឲ្យភ្ញៀវក៏វាភ្ញៀវញ៉ាំទៅអត់សូវឆ្ងាញ់ណាស់បងប្អូនព្រោះវាខ្វះជាតិផ្អែមអីតិចតួចអញ្ចឹងទៅតែប៉ុណ្ណឹងវាជាការស្រេចហើយយើងធ្វើការច្រកដាក់ថង់ទៅឲ្យភ្ញៀវបានបងប្អូនវាងាយៗនេះគាត់ថានេះអីដែលខ្ញុំចេញលើនេះគឺខ្ញុំលក់ដាច់ជាប្រចាំហ្មងសម្រាប់មិនរូបមន្តអញ្ចឹងណាឥឡូវយើងហើយតែពីឆ្មាពីចឹងយើងឲ្យភ្ញៀវបានហ្នឹងបងតែឥឡូវយើងមកមើលពីវិធីឆុងកាហ្វេមួយទៀតកាហ្វេនេះគឺយើងត្រូវការកាហ្វេចំនួន2 shot បងកាហ្វេនេះកាហ្វេ2 shot បងប្អូនត្រូវការសកាត់វាហើយគុំបន្តិចឲ្យណែនមកយើងសកាត់ម្ដងទៀតជាការស្រេចហើយពិសេសខ្ញុំឆុងនេះក៏ត្រូវការកាហ្វេ2 កែវចឹងខ្ញុំឆុងតែមួយ shot ទៀតទៅហើយចារបៀបឆុងគឺដូចគ្នាបងប្អូនយើងត្រូវការកាហ្វេ2 shot យើងធ្វើការសកាត់វាអញ្ចឹងបើបងប្អូនមានជិះឆ្លងនេះទៅក៏បានដែរគេដាក់កាហ្វេ8 ក្រាមអញ្ចឹងណាបងប្អូនប៉ុន្តែខ្ញុំប្រើនេះគឺខ្ញុំអត់មានជិះឆ្លងទេគឺខ្ញុំឆ្លងជាទូទៅប៉ុណ្ណឹងហ្មងអញ្ចឹងណាចានេះកាហ្វេក្តៅបងខ្ញុំគាត់កំង espresso កាហ្វេខ្មៅហ្មងអញ្ចឹងសម្រាប់ espresso ខ្ញុំយកទឹកកាហ្វេចន្លោះពី120ទៅ150បងប្អូនអាចយកតិចជាងនឹងក៏បានដែរតែដោយសារខ្ញុំប្រើកែវលេខ8 កៅអញ្ចឹងទៅខ្ញុំប្រើទឹកកាហ្វេចន្លោះពី120ទៅ150 ml ហ្នឹងសម្រាប់ espresso អញ្ចឹងណាចាតែប៉ុណ្ណឹងជាការស្រេចតែឥឡូវយើងជូតទឹកចោលមួយយើងដាក់មួយទៀតមួយទៀតហ្នឹងគឺដូចគ្នាគាត់យក espresso ដែរបងប្អូនទៅខ្ញុំគាត់ញ៉ាំ espresso អញ្ចឹងគាត់អត់ចង់ឲ្យយើងដាក់ទឹកកាហ្វេគាត់ច្រើនទេដាក់តាមបន្តិចក៏បានដែរចន្លោះពី100ទៅ120ក៏បានដែរខ្ញុំខ្លះគាត់សុំនេះអញ្ចឹងច្រើនតិចចឹងទៅខ្ញុំគាត់ដាក់ចន្លោះពី120ទៅ150អញ្ចឹងទៅហើយយើងមានបន្ថែមជាស្ករពោតទៅជាស្ករប្រអមអីឬក៏ស្ករអំពៅឲ្យគាត់ចឹងបងមនុស្សនេះគាត់ត្រូវការតែបើគាត់ចង់ឲ្យដាក់ទឹកស្ករក៏បានដូចគ្នាដែរបងប្អូនអាចជាតិផ្អែមដូចគ្នាបងប្អូនដាក់40 ml ដូចគ្នា 100% ចាជាការស្រេចហើយespresso 2 កៅយើងអាចដាក់ឲ្យភ្ញៀវបានបងចាបងប្អូនហើយមិញមុនហ្នឹងគឺកាហ្វេទឹកកកមួយទៀតគឺខ្ញុំធ្វើការដាក់ហើយកាហ្វេទឹកកកហ្នឹងគឺដូចគ្នាបងប្អូនគឺយកចន្លោះពី120ទៅ150 ml ភ្ញៀវគាត់សុំស្ករក្តៅអញ្ចឹងខ្ញុំដាក់ឲ្យគាត់អញ្ចឹងបងប្អូនឥឡូវជាការស្រេចហើយយើងអាចដឹកជូនភ្ញៀវបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់បងប្អូនកុំជួយចុច like subscribe share វីដេអូបងប្អូនមកផងអរគុណ